គិតទៅបើយើងដាំល្ពៅចំណេញណាបងប្អូនចាបើយើងដាំទៅវាបានផ្លែអញ្ចឹងយើងអាចយកវាផ្លែវានោះទៅធ្វើស្លចាទៅធ្វើម្ហូបឬក៏យកធ្វើផ្អែមអីបានបើសិនវាអត់ចេញផ្លែវិញក៏យើងចំណេញដែរបានធៀងបានត្រួយអីសម្រាប់យកទៅធ្វើម្ហូបដែរអញ្ចឹងណាវាអត់ខាតទេចាហើយទីថាឃើញអញ្ចឹងថាខ្ញុំដាំចោះអត់ទេបានតែថតទេបងប្អូនហើយចាជាស្ដែងគឺអ្នកម្ដាយរបស់ខ្ញុំគាត់អ្នកជាអ្នកដាំចាហើយនេះមកនេះទៀតអីលឺថាកូនចង់ញ៉ាំទឹកគ្រឿងឥឡូវនេះគាត់មកដើរកាត់អានោងចាអានោងជ្រុងណាខ្ចីល្អមើលកាត់លឺតែកូនចង់ញ៉ាំទឹកគ្រឿងមកភ្លាមដែលផ្សំបន្លែប្លុកអានេះនោះអីចឹងណាហើយមកត្រឹងហ្នឹងមានតឡាចផងមានអានោងផងនេះខាងនេះអានោងខាងនោះគឺតឡាចចានិយាយទៅចាស់ហ่าនេះម្ដាយរបស់ខ្ញុំគឺគាត់អាយុច្រើនខ្លាំងណាស់ហើយប៉ុន្តែគាត់នៅតែព្យាយាមដាំដំណាំជុំវិញផ្ទះអញ្ចឹងចាហើយមើលបន្លែបានមកក្បាក់ហើយនេះល្មមហ្មងទឹកគ្រឿងហើយឆ្នៃអានេះវិញគឺតឡាចហ្នឹងឯងបងប្អូនចាតឡាចនិយាយទៅទៅបីជាគាត់ហត់អីយ៉ាងណាក៏ដោយគាត់ព្យាយាមដាំអានេះនោះនៅជុំវិញផ្ទះបន្លែឲ្យមានត្រូវការញ៉ាំគឺចង់ស្លចង់អីគឺមកបេះភ្លាមយកទៅធ្វើម្ហូបហើយរសជាតិគឺឆ្ងាញ់មែនតែនអត់ដូចយើងបន្លែយើងទិញនៅផ្សារទេចាព្រោះថាវាធម្មជាតិរបស់យើងដាំខ្លួនឯងអីអញ្ចឹងណាបងប្អូនចាហើយខ្ញុំឲ្យតែពេលបានទៅលេងផ្ទះម្ដងដើរថតរបស់គាត់បន្លែគាត់មានអីខ្លះខ្ញុំដើរថតដែរនេះគេម៉ែទៅធ្វើឲ្យខ្ញុំនឹងមានអារម្មណ៍ស្រស់ស្រាយអញ្ចឹងដែរព្រោះថានៅទីក្រុងនៅពេញហ្នឹងគឺខ្ញុំបានទៅណាទេបងប្អូនដែរនៅទីក្នុងផ្ទះហ្នឹងឯងក្រេបខ្ញុំបានចេញទៅណាទេដល់ពេលមកផ្ទះមានវាមានបន្លែមានដំណាំអានេះនោះអីចឹងទៅក្រេបលំអងផ្កាមើលនេះមើលនោះអីចឹងទៅជួយបាញ់ទឹកខ្លះត្រួយល្ពៅគេត្រួយឡាយគេញ៉ាំមិនឃើញអញ្ចឹងហើយធ្វើមិនបាត់អាស្រាំងនឹងបានអាស្រាំងនឹងចុចផ្លែនោះចាស្រាំងនឹងចុចផ្លែតឡាចផ្លែនោងចុចខូចអស់មានអ្នកម្ដាយណាខ្លះដូចអ្នកម្ដាយខ្ញុំបងប្អូនហើយនិយាយពីអាស្រាំងតិចទៅពេលគូទៅម្ដងគឺដាក់ផ្លែតឡាចផ្លែផ្ញើកូនអញ្ចឹងណាចាត្រឡប់មកវិញពេញណែផ្ទះហើយឥឡូវនេះខ្ញុំមកផ្សំបន្លែនេះគេហៅថាដើមឆាយ៉ានៅខាងបងប្អូនដើមឆាយ៉ាមិនទេបងប្អូនយកទៅខាងខ្ញុំគេហៅថាដើមឆាយ៉ាហ្នឹងឯងយកត្រួយរបស់វាហ្នឹងចាកាច់ត្រួយវាហ្នឹងយកទៅស្ងោរជាលក់ទឹកគ្រឿងរសជាតិគឺឆ្ងាញ់ចាអ្នកខ្លះគេយកអាហ្នឹងយកហាន់ឲ្យមន់ស៊ីបងប្អូនចាអត់ទេលហងម៉ែតំណាំម៉ែទាំងអស់ហ្នឹងមិនថ្ងៃចាក់ទឹកម្ដង3ថ្ងៃចាក់ទឹកម្ដងថ្ងៃទៅចាក់ប្រាននេះទេមកអនចាក់ទៅថ្ងៃអត់ចាក់ល្អអស់ទេ3ថ្ងៃហើយបូមម៉ូទ័របាញ់អញ្ចឹងទៅបាញ់ទៅហើយនេះលឹកបាញ់ទៅចាក់អត់ឌូទៅទឹកលើទីទៅហើយទៅមុខទៅក្រោយនោះទៅក្រោយអញ្ចឹងទៅពួកឆ្មានេះដើមនឹងធំតែមានផ្លែហ្នឹងទឹកផ្កានោះ10ឈ្ងេះអត់មានឃើញផ្លែនេះពួកឆ្មាផ្លែអស់ក្នុងផ្កាអូផ្លែតិចអានេះគ្រូឆ្មាអាចជប៉ុនមកនេះអានោះពីពីគ្រូឆ្មាចាប់ចូលវាម្ដងហើយវាភ្លុះមកវិញអានឹងទៀតអូណូនេះថានេះដើមនឹងទៅមែននេះអានេះជប៉ុននេះជប៉ុនអានេះគ្រូឆ្កោនេះជប៉ុនអត់ចូលទេតាឆ្មាជប៉ុនចឹងមកស្លឹកវាចម្លែក
នេះម្ដាយរបស់ខ្ញុំគឺគាត់អាយុច្រើនណាស់ហើយបងប្អូនហើយប៉ុន្តែមិនដែលទំនេរទេគាត់ថាតែពេលគាត់ទំនេរធម្មតាពេលទៅលេងកូនម្ដងរៀងអត់បានធ្វើនេះធ្វើនោះអីអញ្ចឹងឲ្យគាត់នៅស្ងៀមឯងគាត់មិនចេះនៅទេបងប្អូនហើយគាត់ឈឺដៃឈឺជើងអីចឹងណាចាដល់ពេលគាត់នៅផ្ទះទៅគាត់មានតំណាំតំណោយគាត់មានអីមានទីធ្លាវាលអីលហលហេវចឹងគាត់ដើរគាត់អីចាធ្វើនេះធ្វើនោះអញ្ចឹងទៅគាត់ស្រួលខ្លួនវិញគាត់ថាអញ្ចឹងបើឲ្យគាត់នៅស្ងៀមទៅក្នុងផ្ទះគាត់មិនចេះនៅទេហើយមកលេងកូនម្ដងដែលបានយូរទេបងប្អូនហើយយ៉ាងច្រើនពីយប់ហ្នឹងគឺទាត្រឡប់ទៅផ្ទះវិញហើយហ្នឹងខាត់ខ្លាំងណាស់បានពីយប់នេះម្ដាយខ្ញុំគាត់មានអាយុច្រើនហើយបងប្អូនហើយប៉ុន្តែក៏មើលតំណាំតំណោយពីភូមិនេះអីវ៉ាន់ទាំងអស់ហ្នឹងសិតតែនេះម្ដាយរបស់ខ្ញុំគាត់នេះដាំទាំងអស់ហ្នឹងឯងចេកចាហើយនឹងអីវ៉ាន់ផ្សេងទៀតតំណាំតំណោយកន្លែហូបផ្លែចាតំណាំហូបផ្លែអីផ្សេងទៀតគឺសិតតែនេះម្ដាយរបស់ខ្ញុំដាំទាំងអស់អត់មានកូនណាជួយអីទេសូម្បីតែចេកហ្នឹងតាំងចការហ្នឹងក៏គាត់អ្នកដាំខ្លួនឯងដែរបងប្អូនដាំខ្លួនឯងមើលថែខ្លួនឯងអីអញ្ចឹងណាក្រូចមានតែដើមអត់សូវមានផ្លែនិយាយរួមទៅលេខកើតជើងដបងជុំវិញផ្ទះគឺសិតតែតំណាំរបស់អ្នកម្ដាយខ្ញុំទាំងអស់អត់មានកូនណាបានទៅជួយដាំបានមួយដើមសោះអត់លីងនេះបើតាមគោមណងគឺបាននំបញ្ចុកមួយចានមកអង្គុយញ៉ាំនៅដើមនឹងតែមកនេះតំណងហ្នឹងបងប្អូនស្លឹកញល្អធំល្អនេះបងប្អូនស្លឹកញធំយ៉ាងធ្វើអីញ៉ាំឆ្ងាញ់ធំល្អមែនតើធំជាងបាតដៃខ្ញុំទៀតនេះធំជាងបាតដៃ2 ដងហើយចាញ់ផ្លែល្អ